សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាថ្កោលទោសអំពើឈ្លានពានគួរឲ្យស្អប់ខ្ពើមនិងការរំលោភបំពានលើអធិបតេយ្យភាពកម្ពុជាដោយប្រទេសថៃព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាសូមសម្ដែងនូវការថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះការវាយប្រហារយ៉ាងព្រៃផ្សៃពីសំណាក់កងកម្លាំងប្រដាប់អាវុធថៃមកលើប្រជាពលរដ្ឋខ្មែរនៅភូមិព្រៃច័ន្ទខេត្តបន្ទាយមានជ័យនៅថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2025ទង្វើដ៏ព្រៃផ្សៃយង់ក្នុងនេះដែលបានធ្វើឲ្យពលរដ្ឋម្នាក់ស្លាប់និងរបួស3នាក់គឺជាការរំលោភបំពានយ៉ាងកក្លឿនលើអធិបតេយ្យភាពបូរណភាពទឹកដីកម្ពុជាក៏ដូចជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិធម្មនុញ្ញអង្គការសហប្រជាជាតិធម្មនុញ្ញអាស៊ាននិងសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ហេតុការណ៍ដ៏សោកសង្រេងនេះបានកើតឡើងបើទោះបីជាមានសេចក្តីថ្លែងការណ៍រួមដែលបានចុះហត្ថលេខានៅទីក្រុងកូឡាឡាំពូកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025ដែលបញ្ជាក់ឡើងវិញនូវការបដិញ្ញាចិត្តរបស់ប្រទេសទាំងពីរចំពោះសន្តិភាពនិងការដោះស្រាយជម្លោះដោយសន្តិវិធីនិងកិច្ចព្រមព្រៀងដែលសម្រេចបាននៅក្នុងកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូត GBC នៅខេត្តកោះកុងកាលពីថ្ងៃទី10ខែកញ្ញាឆ្នាំ2025ដើម្បីអនុវត្តប្រតិបត្តិការបោសសម្អាតមីនមនុស្សធម៌រួមគ្នាយ៉ាងណាក៏ដោយអំពើឈ្លានពានរបស់ថៃនេះគឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើការទុកចិត្តគ្នាទៅវិញទៅមកនិងជាការរំលោភបំពានដោយផ្ទាល់ទៅលើយន្តការដែលបានបង្កើតឡើងសម្រាប់ការសន្ទនានិងកិច្ចសហប្រតិបត្តិការជាការគួរឲ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានខែថ្មីនេះថៃបានប្រឌិតការចោទប្រកាន់មិនពិតជាបន្តបន្ទាប់រួមទាំងការចោទប្រកាន់ពីបញ្ហាគ្រាប់មីននិងការគំរាមកំហែងតាមព្រំដែននានាដើម្បីជាលេសបង្ហាញពីភាពត្រឹមត្រូវនៃអាកប្បកិរិយាអារេភាពរបស់ខ្លួនកម្ពុជាបដិសេធយ៉ាងដាច់អហង្ការចំពោះការអះអាងដែលគ្មានមូលដ្ឋានអស់ទាំងនេះអ្នកនាំពាក្យសូមសម្ដែងនូវការសោកស្ដាយយ៉ាងខ្លាំងដែលក្នុងទំនាក់ទំនងរវាងប្រទេសជិតខាងភាគីម្ខាងហាក់ដើរតួជាតួសម្ដែងផងនិងជាអាជ្ញាកណ្ដាលផងជំនួសឲ្យការគោរពគោលការណ៍សមភាពនិងការគោរពគ្នាទៅវិញទៅមកថៃមិនត្រឹមតែបានប្រឌិតការចោទប្រកាន់ប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានដើរតួនាទីជាចៅក្រមជាគណៈវិនិច្ឆ័យនិងជាពេជ្ឈឃាតដោយខ្លួនឯងដោយធ្វើការសម្រេចចិត្តថាអ្នកណាខុសនិងអ្នកណាត្រូវជាឯកតោភាគីភាពក្រអឺតក្រទមបែបនេះមិនស័ក្តិសមទាល់តែសោះនៅក្នុងទំនាក់ទំនងអន្តរជាតិដែលស្ថិតនៅក្រោមគោលការណ៍ច្បាប់កិច្ចសន្ទនានិងការគោរពគ្នាទៅវិញទៅមកនោះទេចាប់តាំងពីបទឈប់បាញ់ចូលជាធរមាននៅថ្ងៃទី28ខែកក្កដាឆ្នាំ2025កម្ពុជាបានអនុវត្តការអត់ធ្មត់ជាអតិបរមាដោយបានជៀសវាងមិនធ្វើការវិបកបើទោះបីជាមានការញុះញង់បង្កហេតុជាច្រើនលើកច្រើនសារយ៉ាងណាក៏ដោយគោរពយ៉ាងពេញលេញនៅគោលការណ៍សន្តិភាពនិងភាពជាអ្នកជិតខាងល្អទោះជាយ៉ាងណាកម្ពុជានឹងមិនធ្វើសម្បទានចំពោះអធិបតេយ្យភាពឬសេចក្តីថ្លៃថ្នូររបស់ខ្លួនជាដាច់ខាតព្រឹទ្ធសភាកម្ពុជាសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះសេចក្តីថ្លែងការណ៍របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2025ដែលបានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើដ៏ព្រៃផ្សៃអស់ទាំងនោះនិងបញ្ជាក់ជាថ្មីនូវការបដិញ្ញាចិត្តដ៏មុតមមរបស់កម្ពុជាចំពោះសន្តិភាពស្ថិរភាពក្នុងតំបន់និងការដោះស្រាយវិវាទដោយសន្តិវិធីតាមរយៈកិច្ចសន្ទនានិងច្បាប់អន្តរជាតិព្រឹទ្ធសភាប្រកាន់ជំហរឯកភាពជាធ្លុងមួយយ៉ាងរឹងមាំជាមួយរាជរដ្ឋាភិបាលក្នុងការការពារអធិបតេយ្យភាពបូរណភាពទឹកដីនិងសុខសន្តិភាពរបស់ប្រជាពលរដ្ឋកម្ពុជាសូមបញ្ជាក់ជាថ្មីនូវការបដិញ្ញាចិត្តឥតងាករេចំពោះសន្តិភាពកិច្ចសន្ទនានិងនីតិរដ្ឋប៉ុន្តែសូមប្រមានថាការប៉ុនប៉ងបំផ្លាញសន្តិភាពឬបង្កគ្រោះថ្នាក់ណាមួយដល់ប្រជាជនកម្ពុជាស្លូតត្រង់នឹងត្រូវជួបប្រទះនៅការការពារអធិបតេយ្យភាពជាតិកម្ពុជាយ៉ាងម៉ឺងម៉ាត់និងខ្លាំងក្លាបំផុតសន្តិភាពត្រូវតែការពារការពិតត្រូវតែលើកដង្កើងហើយយុត្តិធម៌ត្រូវតែឈ្នះ